បាទសួស្តីបងប្អូនទាំងអស់គ្នាបានដែរបាទថ្ងៃនេះដែរគឺនាំចង់នាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាទេសភាពដ៏ស្រស់ស្អាតមួយនៅខាងក្រោយរបស់ខ្ញុំបាទគឺទេសភាពខាងស្រុកគៀនស្វាយអ្នកគ្នាស្រុកគៀនស្វាយខេត្តកណ្ដាលរបស់យើងនេះគឺខេត្តនេះគឺគេដល់ខេត្តគេធ្វើស្រែធ្វើអីដែរដូចនៅម្ដុំជំនាញរបស់ខ្ញុំនៅខាងកំពង់ចាមដែរបងប្អូនហើយខាងនេះគេធ្វើស្រែដែរបាទខាងនេះមើលទៅបាទខេត្តនេះគឺពោពេញទៅដោយទេសភាពពណ៌ខៀវស្រងាត់បងប្អូននេះហើយទៅដល់គិរីរំណាទេបងប្អូននេះដឹងទៅគឺប្រេះហើយហើយកន្លែងនេះគឺយើងអាចទៅអង្គុយលេងកន្លែងនោះបានបងប្អូនកន្លែងនោះយើងអាចអង្គុយលេងកន្លែងហ្នឹងបានហើយចាំមើលល្ងាចមើលបើបានមកចាំយើងថតបន្តបើតែមើលអត់ទេក៏អត់ទៅថ្ងៃនេះថ្ងៃចុងសប្តាហ៍ដែរយើងមកលេងផ្ទះបងប្អូនលេងផ្ទះបងប្អូនខាងស្រុកគៀនស្វាយរបស់យើងនេះហើយបងប្អូនណាស្គាល់អីអាចខមមិនបានបងប្អូនម្ដុំនេះណាមានអ្នកស្គាល់អាចខមមិនបានហើយបងប្អូនចាំជួយ Subscribe like និង comment ផងបងប្អូន follow អីផងហ្នឹងហើយតោះយើងទៅមើលទេសភាពបន្តទៅមុខទៀតអូខេ let's go lại giờ làm cái tiền xanh cà phê này nó lỗ rồi nè tôm lỗ bỏ bao mua bọc tiền đó mình đang lại nghe cho mấy lần nghe này mấy lần nghe này tập cho ai mà đặt lại này thôi thật sự